បាទជំរាបសួរបាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការ earn money អំពី YouTube យើងធ្លាប់តែលើគេនិយាយថាតើការរកចំណូលតាម YouTube នឹងតើយើងរកតាមរបៀបម៉េចវិញហើយតើរបៀបនៃការរកនឹងគេធ្វើម៉េចហើយតើយើងត្រូវចំណាយលុយដែរឬទេបាទថ្ងៃនេះដោយសារតែខ្ញុំឆ្លងកាត់នៃការស្រាវជ្រាវនិងការ research ដោយខ្លួនឯងហើយក៏ខ្ញុំព្យាយាមសួរអ្នកជំនាញខ្លួនខ្ញុំដែរប៉ុន្តែពុំមាននរណាម្នាក់ដែលអាចចង់ឆ្លើយនៅសំណួររបស់ខ្ញុំបានទេព្រោះអីដោយសារតែព័ត៌មានទាំងអស់នេះពាក្យច្រើននៅក្នុងយើងបច្ចុប្បន្នក៏អត់សូវជាលក្ខណៈនៅថាបើឲ្យទូលាយក្នុងការជ្រាបដឹងនោះទេយើងត្រូវការព្យាយាម research ដោយខ្លួនឯងប៉ុន្តែថ្ងៃនេះគឺខ្ញុំអាចទទួលបាននៅអ្វីដែលខ្ញុំចង់ដឹងហើយខ្ញុំធ្វើការព្យាយាម research ហើយខ្ញុំចង់ដឹងថាតើរបៀបនៃការ earn money ពីក្នុង YouTube ហ្នឹងតើយើងធ្វើដូចម្ដេចហើយក្នុង YouTube នេះតើវា earn money តាមអ្វីខ្លះបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងផ្ដល់ជាវីដេអូមួយសម្រាប់ដល់អ្នកទាំងអស់គ្នាឲ្យដឹងថារបៀបនៃការ earn money តាម YouTube នេះគឺជាការ comparison ជាមួយនឹងក្រុមហ៊ុន Google AdSense ហើយខ្ញុំសូមបញ្យល់ថាស្អីទៅជាក្រុមហ៊ុន Google AdSense ស្អីទៅជា YouTube ហើយយើងធ្វើការ earn money តាមរបៀបណាបាទក្រុមហ៊ុន Google AdSense នេះខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាបន្តិចក្រុមហ៊ុន Google AdSense នេះគឺជាក្រុមហ៊ុនមួយដែលជាក្រុមហ៊ុនឈ្មួញកណ្ដាលដែលសម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដៃគូបន្តក្រុមហ៊ុន Google AdSense នេះមានន័យថាប្រសិនបើឧទាហរណ៍ថាយើងចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មដូចថាឧទាហរណ៍ថាក្រុមហ៊ុនធំៗនៅលើពិភពលោកអញ្ចឹងគាត់ចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអញ្ចឹងជាធម្មតាបើយើងផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធ banner ឬក៏តាមកระดาษកាសែតឬក៏តាមអីផ្សេងៗគឺវាអត់ទូលំទូលាយទេប៉ុន្តែបើយើងផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតគឺវាមានលក្ខណៈទូលំទូលាយជាងអញ្ចឹងមានអាចមើលបានទូទាំងពិភពលោកអញ្ចឹងមានន័យថាក្រុមហ៊ុន Google AdSense នេះគឺជាក្រុមហ៊ុនកណ្ដាលមានន័យថារាល់អតិថិជនរាល់ក្រុមហ៊ុនទាំងអស់ចង់ធ្វើការ advertising គេហៅថាការផ្សព្វផ្សាយនៅពាណិជ្ជកម្មឬក៏ការផ្សព្វផ្សាយនៅផលិតផលរបស់ខ្លួនទៅលើគ្រប់ទំព័រឬក៏គ្រប់ផ្នែកនៃគេហទំព័រនៃទូទាំងពិភពលោកហ្នឹងគឺគាត់អាច advertising បានអញ្ចឹងមានន័យថាពួកគាត់ត្រូវការក្រុមហ៊ុនទាំងអស់នោះគាត់ត្រូវការពឹងពាក់ទៅលើក្រុមហ៊ុន Google AdSense នេះដើម្បីជួយផ្សព្វផ្សាយពាណិជ្ជកម្មឲ្យគាត់អញ្ចឹងកាលណាដែលគាត់ពឹងពាក់ទៅលើក្រុមហ៊ុន Google AdSense នេះក្រុមហ៊ុន Google AdSense នឹងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យគាត់តើការផ្សព្វផ្សាយពាណិជ្ជកម្មតាមវិធីណាអញ្ចឹងក្រុមហ៊ុន Google AdSense នេះបានផ្ដល់ជាគេហៅថាជាការ earn money online តែម្ដងអញ្ចឹងមានន័យថាពួកគាត់គ្រាន់តែធ្វើការគេហៅថាឲ្យដៃគូសហការជាមួយគាត់ឧទាហរណ៍ថា website ឬក៏ blog ឬក៏ video អីផ្សេង website ដែលល្បីហ្នឹងស្នើសុំមកគាត់វិញអញ្ចឹងពួកឧទាហរណ៍ថាគាត់នឹងផ្ដល់ជាថវិកាសម្រាប់អ្នកណាដែល earn advertising នៅព័ត៌មានឬក៏នៅការផ្សព្វផ្សាយផ្សេងពីក្រុមហ៊ុនដែលគាត់ទទួលយកមកហ្នឹងអញ្ចឹងមានន័យថាពួកគាត់ហ្នឹងនឹងធ្វើការផ្ដល់ឲ្យ website ណាមួយឬក៏ប្រព័ន្ធបណ្ដាញផ្សព្វផ្សាយណាមួយដូចជា YouTube ឬក៏ website ឬក៏ជា blog អីផ្សេងគាត់ផ្ដល់ជាថវិកាសម្រាប់នៅការ collaborate ជាមួយនឹង Google AdSense អញ្ចឹងមានន័យថាក្រុមហ៊ុនតូចដូចយើងជាវីដេអូ YouTube ដូចជា account website មួយចំនួនអីហ្នឹងគាត់ចាប់ផ្ដើមស្នើសុំគេហៅថា request ទៅកាន់ក្រុមហ៊ុន Google AdSense អញ្ចឹងក្រុមហ៊ុន AdSense នឹងចាប់ផ្ដើមធ្វើការត្រួតពិនិត្យទៅលើ website ហ្នឹងថាតើ website ហ្នឹងទទួលបានការពេញនិយមដែរទេតើ website ហ្នឹងមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលយក AdSense ទទួលយកនៃការផ្សព្វផ្សាយដែរទេហើយបើសិនជា YouTube វិញគឺវីដេអូតើ channel របស់គាត់ហ្នឹងផុសជាវីដេអូផ្ទាល់ខ្លួនដែរទេផុសវីដេអូដែលល្អហើយមានអ្នក view ច្រើនដែរទេហើយផុសវីដេអូហ្នឹងគឺមិន copy ពីគេដែរទេអញ្ចឹងគាត់ធ្វើការផ្ទៀងផ្ទាត់កាលណាគាត់ធ្វើការផ្ទៀងផ្ទាត់រួចរាល់ជាងក្រុមហ៊ុន Google AdSense នឹងធ្វើការគេហៅថានឹងធ្វើការយល់ព្រមនៅខាងសំណើស្នើសុំអំពី account ឬក៏ website របស់យើងហ្នឹងអញ្ចឹង